ចាសសូមអនុញ្ញាតលំអរកាយគោរពជម្រាបសួរបងប្អូនទាំងអស់គ្នានៅក្នុងបណ្ដាញសង្គមថ្ងៃនេះនាងខ្ញុំចង់យកវិធីសាស្ត្រការថែរក្សាទុកដាក់ចម្ងាយអាហារឲ្យបានត្រឹមត្រូវការណែនាំអំពីការរក្សាទុកនិងរៀបចំអាហារ1សាច់គោសាច់ស្រស់សកម្មភាពកុំលាងសាច់ស្រស់ក្នុងអាងលាងចានហេតុផលនៅពេលអ្នកលាងសាច់វានឹងធ្វើឲ្យបាក់តេរីខ្ទាតសព្វពេញអាងលាងចាននិងផ្ទះបាយរបស់អ្នកការណែនាំគួរយកវាទៅចម្អិនភ្លាមកម្ដៅនឹងសម្លាប់បាក់តេរីដោយខ្លួនឯង2ខ្ទឹមសកម្មភាពកុំច្រកខ្ទឹមក្នុងថង់ប្លាស្ទិកដែលបិទជិតហេតុផលខ្ទឹមត្រូវការខ្យល់ចេញចូលវាមិនត្រូវការការថប់ដង្ហើមក្នុងថង់នោះទេការណែនាំគួររក្សាទុកវាក្នុងកន្ត្រកឬប្រដាប់ដាក់ដែលមានខ្យល់ចេញចូល3ប៉េងប៉ោះសកម្មភាពកុំដាក់ប៉េងប៉ោះក្នុងទូទឹកកកហេតុផលភាពត្រជាក់ក្នុងទូទឹកកកនឹងធ្វើឲ្យបាត់បង់រសជាតិដើមរបស់វាការណែនាំគួរទុកវានៅខាងក្រៅលើតុបាយកន្លែងដែលមានស្រមោលនិងឆ្ងាយពីពន្លឺថ្ងៃសូមអ្នកទស្សនាទាំងអស់គ្នាមេត្តាជួយចុច like share និងជួយ follow page ម្នាក់មួយផងដើម្បីទទួលបានវីដេអូថ្មីៗនិងចែករំលែកដល់មនុស្សជាទីស្រឡាញ់ផ្សេងទៀតបានដឹងផងដែរសូមអរគុណ